បើវីដេអូមុនបងប្អូនអរគ្នាបានឃើញហើយបាទកំឡោះសង្ហាដែលទទួលបានបាច់ផ្កាពីកូនកន្លោះកូនកំមុំបាទនេះគឺពេលតែចាប់ផ្ដើមគឺគាត់មកមុនគេតែម្ដងអត់មានបាច់រេរណាទេបាទហើយអត់ឲ្យថតរូបបានអត់មិនថតរូបខ្លួនឯងទៅកាមេរ៉ាជុំខ្លួនឯងហ្មងអីហើយកូនកន្លប់កូនកំមុំស្មានទៅវិញតម្លាក់ទៅប៉ក់ចំដៃបណ្ដោយចូលទៅកាន់កូនកំឡុងនិងកូនកំមុំបងអង់គ្លេសក៏បានអង់គ្លេសក៏បាន I wish you guys love each other to back out បានចឹងបន្ទាប់ពីបងប្អូនអរគ្នាបានឃើញវីដេអូទី1ដែលខ្ញុំបានបង្ហោះពេលដែលគាត់បានទទួលបានបាច់ផ្កាពីកូនកន្លោះកូនកំមុំមានបងប្អូនយើងគាត់ខមមិនច្រើនមែនតើតែម្ដងបាទអ្នកខ្លះថាងគង់ឲ្យដល់គូមិនប្រឹងឯដល់ឯងអីចឹងទៅរួមមានខមមិនច្រើនមែនតើតែម្ដងចឹងសម្រាប់វីដេអូនេះគឺ vlog ពេញតែម្ដងក្នុងថ្ងៃជ័យមង្គលកូនកំលោះគឺលោកអុកញ៉ាសួរសុកថេងជាកូនរបស់អ្នកអុកញ៉ាសូសរិទ្ធនិងលោកជំទាវស៊ុនអេងជាគូនឹងកូនកំមុំនាមធីឡៃដៃអាណាបាទជាកូនរបស់លោកអុកញ៉ាជាធីឡៃនិងលោកជំទាវយូឃីមបាទអញ្ចឹងសម្រាប់ថ្ងៃសិរីមង្គលរបស់អ្នកទាំងពីរគឺប្លែកមែនទែនតែម្ដងដោយសារតែមានការចូលរួមសម្ដែងពីសិស្សានុសិស្សនៅសាលាសុវណ្ណភូមិអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងយើងទៅមើលការសម្ដែងរបស់បងប្អូនទាំងអស់គ្នាហើយអ្នកនរគ្នាកម្មវិធីសិរីមង្គលប៉ុន្តែក៏មានការសម្ដែងជូននៅរបាំនេសាទហើយបងប្អូនគឺមកពីសាលាសុវណ្ណភូមិដែលជាការសម្ដែងជូនដល់បងប្អូនសិស្សានុសិស្សនៅសាលារៀនសុវណ្ណភូមិសូមអនុញ្ញាតគោរពជម្រាបជូនផងដែរថារបាំនេសាទជារបាំប្រជាប្រិយដែលរួមបង្ហាញអំពីរបបប្រចាំជីវិតនៅក្នុងការនេសាទត្រីនិងការបង្ហាញអំពីឧបករណ៍នេសាទរបស់ប្រជាជនខ្មែរក្នុងប្រទេសកម្ពុជាទីណាមានទឹកទីនោះមានត្រីសូមគោរពអញ្ជើញរីករាយទស្សនាដូចតទៅបានចឹងបន្ទាប់ពីបានទស្សនានៅការសម្ដែងរបាំនេសាទដែលជារបាំទី1ខ្ញុំជាមួយនឹងដៃគូក៏មកឆ្លៀតថតរូបអនុស្សាវរីយ៍តិចសិនបាទហើយចង់បញ្ជាក់ជូនថានៅក្នុងកម្មវិធីសិរីមង្គលបានរៀបចំស្រស់ស្អាតមែនទែនហើយក៏មានការសម្ដែងជូននៅរបាំជាបន្តទៀតដើម្បីបិទបាំងកម្ដៅថ្ងៃអស់ការជួបលោកមកហើយគូសិស្សទាំងនេះត្រូវបានគេចាប់ទុកជាអត្តសញ្ញាណជាតិខ្មែរផងដែរ
ចិត្តដូចបងប្អូនទាំងនេះបានឃើញអញ្ចឹងមកពិតជាប្លែកមែនទែនតែម្ដងហើយក៏សូមអរគុណដល់កូនកន្លោះនិងកូនក្រមុំដែលបានគិតគូរនៅក្នុងការយករបាំផ្សេងហើយណាមួយទៀតក៏ជាការផ្ដល់ឱកាសទៅដល់បងប្អូនសិស្សានុសិស្សនៅសាលាសុវណ្ណភូមិដើម្បីឲ្យគាត់បានបង្ហាញនូវសមត្ថភាពនៅអ្វីដែលគាត់បានហាត់រៀនចេះអញ្ចឹងណាហើយជូនពរឲ្យគូស្វាមីភរិយាទាំងពីរសូមជួបតែសេចក្តីសុខសុភមង្គលជោគជ័យគ្រប់ការងារភារកិច្ចបាទហើយក៏សូមអរគុណសម្រាប់បងប្អូនទាំងគ្នាដូចគ្នាដែរដែលតែងតែចូលចិត្តទស្សនានៅរាល់វីដេអូរបស់ខ្ញុំចឹងសម្រាប់កម្មវិធីជាបន្តទៅនេះគឺជាកម្មវិធីរួមលេងកម្សាន្តជាមួយ Alex Entertainment Agency កិត្តិយសឡើងរួមលេងកម្សាន្តគ្រប់ចង្វាក់ដែលមានការប្រគំតន្ត្រីរបស់យើងតាមរយៈបទចម្រៀងពីរោះជាច្រើនបទរបស់ក្រុមតន្ត្រី Alex Entertainment Agency ដូចតទៅសូមគោរពអញ្ជើញបាទដូច្នេះសម្រាប់បងប្អូនទាំងអស់គ្នាអាយដាមនោះជំទាវដែលមានកម្មវិធីអាពាហ៍ពិពាហ៍ជប់លៀងខួបកំណើតផ្សេងមកកុំភ្លេចណាជាមួយនឹង Alex Entertainment Agency បាទគឺតែងតែនាំមកនៅភាពសប្បាយរីករាយតាមរយៈបទចម្រៀងពីតារាកិត្តិយសមេចាស់ប្រុសស្រីល្បីជាច្រើនដួងជាមួយនឹងពិធីការនេះយើងខ្ញុំទាំងពីរនាក់ផងដែរអរគុណសម្រាប់ការផ្ដល់ឱកាសសម្រាប់ Alex Entertainment Agency ដើម្បីញ៉ាំងបរិយាកាសក្នុងកម្មវិធីសិរីមង្គលរបស់លោកអ្នក